ពេលដែលយើងsave រូបភាពពី TikTok ជាទូទៅគឺយើងតែងឃើញជាប់ logo TikTok ហើយនឹងឈ្មោះរបស់ម្ចាស់ account គេនៅទីនេះវីដេអូនេះខ្ញុំបង្ហាញអំពីរបៀប save រូបភាពពី TikTok កុំឲ្យជាប់ logo ឬ username របស់គេជាដំបូងបងប្អូនចូលទៅក្នុង TikTok មកហើយយើងរើសរូបភាពណាមួយដែលយើងចង់ save ឧទាហរណ៍ថាខ្ញុំយករូបភាពមួយនេះណាជាទូទៅពេលដែលបងប្អូន save បងប្អូនតែងតែចុចសញ្ញា share កន្លែងនេះបន្ទាប់មកបងប្អូនរកមើល download មែនទេពេលបងប្អូនចុច download បងប្អូន download បានក៏ប៉ុន្តែគឺជាប់ logo TikTok អញ្ចឹងបងប្អូនមិនត្រូវ download នៅទីនេះទេបងប្អូនគ្រាន់តែចុចពាក្យ copy link មកម្ដងទៀតចុចសញ្ញា share ហើយចុចកន្លែង copy link នេះមកបន្ទាប់មកបងប្អូនចូលទៅក្នុង Google ឬ Chrome នេះចូលកម្មវិធីនេះមកនៅក្នុងប្រអប់ search បងប្អូនវាយពាក្យថា Snaptic នេះបងប្អូន select លើ Snaptic នឹងមកវាចេញ website ច្រើនបងប្អូន select យកមួយនេះមកខ្ញុំ recommend ឲ្យយកមួយហ្នឹង select លើវាទៅអូខេបន្ទាប់មកបងប្អូនទម្លាក់អា link ដែលយើង copy មិញនៅក្នុងប្រអប់មួយនេះមកនេះបងប្អូនចុចឲ្យជាប់លើនឹងមកប្រឡែងទៅនេះគឺ link ដែលយើងបាន copy មិញណារួចហើយយើងចុចលើពាក្យថា download នេះមកអូខេពេលហ្នឹងគឺវាចេញរូបភាពច្រើនដោយសារ album ដែលគេផុសមិញហ្នឹងវាមានច្រើនរូបណាបងប្អូន scroll ទៅរករូបភាពដែលបងប្អូនប្រុង download មិញហ្នឹងមកគឺមួយនេះអូខេបងប្អូន select download វាមកចេញពាណិជ្ជកម្ម close វាបន្តិចមកអូខេរូបភាពហ្នឹងគឺយើងបាន download ហើយវាចេញរៀងបន្ទាញបន្ទងបន្តិចអានេះគ្រាន់តែជា platform គេទេបងប្អូនចូលទៅក្នុង photo របស់យើងមកគឺឃើញអានេះគឺជារូបដែលជាប់ logo TikTok មុនហ្នឹងហើយនេះគឺជារូបដែលស្អាតអត់មានជាប់ logo អីទេបងប្អូនឃើញទេ